trong video món ốp bẩn khi miền bong ôn chỉ tràn để quạt xả là bong thưa tám hay có quạt oi feedback mà tam dạ comment tha rồi chết có ngang việc thưa còn ghê rồi chẳng từ bàn tay cái nông trận nào comment từng on nhưng khi miền comment bong phổ mới để quạt bẹp tha ốp trắng kia ở đạm bẩn của bạn đây nhưng mà là con dậy lên xua và trẻ tới có tham mến còn anh xa mới chẳng nhưng kết ngọt liền thay cho bỏ đạm bẩn hay nhưng ở đạc lanh mình cloi cho hay bàn tay đọc bê xạ thưa tam quạt bong ôn này là tập họ lơ bị ca đồng bằng tục giờ tới cứ tha vì muốn dương ốp bẩn tha dương nghe sủa chẳng anh cho nên pe lấy trắng á bàn tay xa thưa ra đi cho nên đừng lôi tiền bóng ôn này có trong xạ thưa chẳng anh bẹp ní cứ bóng ôn ai tôi sẽ video này bànพวกเครื่องซ้ำมัน copy มอนออมบอลเลยบางคนเมียนแต่สลักโกรยជាមួយនឹងខ្ទឹមបារាំងគល់លខៃមួយខ្ទឹមក្រហមរំដេងដាក់បន្តិចបន្តិចផងបែបគ្រឿងដែលខ្ញុំប្រើគឺប្រើគ្រឿងសោះដែរទេបងប្អូនគ្រឿងសោះគ្រឿងប្រឡាក់សាច់របស់យើងណាហើយសម្រាប់របៀបក្នុងការធ្វើដោយគ្នាបេះបិទទៅជាមួយនឹងការធ្វើមន់អមបលណាការបន្ទាប់គឺយើងចាប់ផ្ដើមមកប្រឡាក់មន់មកយើងសិនហើយសម្រាប់មន់គឺយើងពុះខាងទ្រូងបងប្អូនហើយនេះខ្ញុំថែមជាមួយគ្រឿងម្ទេសតិចយកពណ៌ហើយសម្រាប់ការប្រឡាក់គ្រឿងប្រឡាក់ហិងធ្ងន់គ្រឿងតិចទៅហើយបើសិនជាបងប្អូនថាអត់មានគ្រឿងសោះប្រឡាក់ទេបងប្អូនប្រឡាក់តាមបែបបត់ដែលបងប្អូនចង់បានស្ករអំបិលបញ្ចេញតាមបែបបត់របស់បងប្អូនទៅប្រឡាក់ហើយទុករយៈពេល15នាទីបន្ទាប់មកយើងមកចាប់ផ្ដើមរៀបចំគ្រឿងហើយសម្រាប់គ្រឿងនេះគឺមានតែគល់លខៃទេយើងដំរៀងតួបន្តិចណាបងប្អូនក្រៅពីហ្នឹងគឺយើងចាត់បែបនេះទាំងអស់បន្ទាប់មកគឺយើងចាប់ផ្ដើមយកទៅទៅរៀបពីមុនគឺយើងដាក់អំបិលហើយបានយើងទៅរៀបឥឡូវយើងដកអំបិលចេញបងប្អូនហើយការដាក់អំបិលមកក៏វាអត់ខ្លោចដែរហើយសម្រាប់ការធ្វើបែបនេះគឺយើងក្រាលពីក្រោមគេផុតនេះជាមួយនឹងខ្ទឹមបារាំងហើយបន្ទាប់មកមានសក្ខីជាមួយនឹងហើយការធ្វើបែបនេះរៀងចាស់គ្រឿងតិចបងប្អូនពេលដែលយើងអប់មកក្លិនដូចស្ងោជ្រក់មាន់អញ្ចឹងនិយាយទៅហើយការធ្វើបងប្អូនរយៈពេលក្នុងការធ្វើប្រើជាមួយនឹងភ្លើងរៀងខ្លាំងបន្តិច25នាទីខ្ញុំវាស់ហើយ25នាទីបើអត់ដាក់ទាំងទឹកហើយអត់ដាក់ទាំងខ្លាញ់ទៀតហើយគ្រាប់ស្លឹកចេកតិចទៅបងប្អូនដើម្បីផ្ដល់សំណើមដល់វាការធ្វើបែបនេះគឺខ្ញុំធ្វើដូចជាមន់ដូចពងទាអញ្ចឹងតែខ្ញុំធ្វើពងទាក៏ខ្ញុំគ្រាប់ស្លឹកចេកអញ្ចឹងដែរកំណត់ម៉ោងចាប់ផ្ដើមពីពេលយើងដាក់នេះរហូតដល់ពេលដែលយើងលើកគឺ25នាទីហើយបងប្អូនគាត់ថាស្ទើបងប្អូនអាចតេស្តមើលសិនប៉ុន្តែសម្រាប់ខ្ញុំ25នាទីមន់1គីឡូ2ខាំនេះល្មមបងប្អូនមើលឃើញពណ៌អញ្ចឹងណាប៉ុន្តែឆ្អិនល្អខ្លាំងមែនតើហើយបើយើងចង់ដឹងថាមន់យើងឆ្អិនយើងចាប់ដើមសាកយកចង្កឹះឬក៏យកឈើទៅចាក់តែចេញចេះមកគឺឆ្អិនហើយបងប្អូនណាបើអត់ឆ្អិនគឺរៀងតឹងតិចហើយវាហូរមកមានឈាមប៉ុន្តែនេះគឺឆ្អិនល្អខ្លាំងមែនតើមន់ប៉ុណ្ណេះគឺឆ្ងាញ់ហើយបងប្អូនហើយសម្រាប់ការប្រើទឹកជ្រលក់ថ្ងៃនេះគឺខ្ញុំប្រើទឹកត្រីបុកហើយចំពោះបងប្អូនដែលគាត់ត្រូវការជាប្រភេទទឹកជ្រលក់សាច់អាំងទឹកជ្រលក់អីបងប្អូនអាចធ្វើការតំណតំណងកំងបាន5ដប5រសជាតិតម្លៃ50000ហើយនៅក្នុង50000ហ្នឹងបងប្អូនមានទទួលបាននៅទឹកប្រហុកអង្ក្រងទឹកត្រីបុកទឹកតាហ៊ូជាមួយនឹងទឹកកាពិហើយក៏មានទឹកម្រេចក្រូចឆ្មាផងដែរងាយស្រួលឆ្ងាញ់បងប្អូនបាច់យកធ្វើទេកំងឲ្យទុករយៈពេលបានយូរទេធ្វើថ្មីជាប្រចាំតែម្ដងសម្រាប់រសជាតិមន់របស់យើងបងប្អូនអ្វីដែលខ្ញុំឃើញថាខុសប្លែកគឺ juicy បងប្អូន juicy និយាយទៅទន់ហ្មងសម្រាប់ការធ្វើមន់បែបនេះហើយយើងចំណេញអំបិលយើងមិនដាក់អំបិលឲ្យបងប្អូនធ្លាប់សួរថាចុះអាកាពេលមន់អប់អំបិលហ្នឹងប្រៃអត់ប្រៃទេហើយការធ្វើបែបនេះបងប្អូនអ្នកមើលនិយាយទៅមន់ឆ្អិនល្អទន់ស្បែកមានជាតិខ្លាំងមែនទែនបងប្អូនដែលគាត់ដឹងអំពីរបៀបនេះឬក៏បងប្អូនដែលគាត់ចង់សាកយកធ្វើតាមឬក៏មានព័ត៌មានឬក៏ធ្លាប់សាកធ្វើបែបនេះបានលទ្ធផលឡើងណាជួយខមមិនប្រាប់ខាងក្រោមផងបងប្អូនការធ្វើបែបនេះគឺឆ្ងាញ់ខ្លាំងមែនទែនងាយស្រួលឆ្ងាញ់និយាយទៅបងប្អូនអាចសាកល្បងបានពីខ្ញុំទៅគឺថាសឹងថាឲ្យ11លើ10ទៀតអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ